រាល់ការតស៊ូទាំងអស់มันប្រកាសថាជោគជ័យតែគ្រប់ការជោគជ័យទាំងអស់អត់មានរំលងការតស៊ូឡើយមួយរយៈនេះព័ត៌មានមានច្រើនមែនតើតែព័ត៌មានដែលផ្ទុះឲ្យខ្ញុំចាប់អារម្មណ៍ជាងគេគឺ Coffee Corner Cafe Corner Hell Corner បងប្អូនដែលជា brand របស់តារាល្បីឈ្មោះ3D បងប្អូនរដូវកាលនេះក្នុងសម័យកាលនេះគេកំពុងតែដូចថារកស៊ីរៀងតឹងណាតែគាត់វិញបែរជាធ្វើឲ្យផ្ទុះបាននៅក្នុងសម័យកាលនេះគាត់ធ្វើឲ្យមុខរបររបស់គាត់ផ្ទុះខ្លាំងនៅក្នុងសម័យកាលដែលគេកំពុងតែគិតថាជាយុគ9យុគ10ពិបាករកស៊ីពិបាកដូចថាឡើងណាខ្ញុំចាប់អារម្មណ៍ខ្ញុំពីមុនគាត់ធ្វើវីដេអូអីខ្ញុំអត់សូវចាប់អារម្មណ៍មើលទេតែមួយរយៈដែលគាត់ចាប់ផ្ដើមបើកលក់បុកល្ហុងតាមវិហារគាត់ទូចជួលគេខ្ញុំតាមរហូតដោយសារខ្ញុំចូលចិត្តមើលម្ហូបរបស់គាត់តំណងតែអ្វីដែលគួរឲ្យកត់សរសើរគាត់មែនតើបងប្អូនគាត់ធ្វើឲ្យផ្ទុះដើរក្នុងរយៈពេលមិនដល់2ឆ្នាំទេ2ឆ្នាំចុងក្រោយនេះគឺគាត់ផ្ទុះក៏ក្រៅហ្មងណានេះគឺជាគំរូមួយល្អហើយខ្ញុំទៅសើគាត់មែនយុទ្ធសាស្ត្រទីផ្សារគាត់ល្អបងប្អូនដល់ថ្នាក់តម្រង់ជួរគាត់តែជាការលក់កាហ្វេលក់បុកល្ហុងអ្នកណាក៏គេលក់ដែរគេលក់កាហ្វេច្រើនណាស់គេលក់បុកល្ហុងច្រើនណាស់ហេតុអីក៏គាត់ល្បីម្លេះហេតុអីគេទៅបាក់ទៅគ្រប់គ្រងគាត់ម្លេះទី1គាត់បកកាយធ្វើវីដេអូផ្សព្វផ្សាយទី2រសជាតិគាត់ឆ្ងាញ់ខ្ញុំមិនដឹងឆ្ងាញ់ខ្ញុំមិនដែរតែញ៉ាំតែខ្ញុំជឿថាឆ្ងាញ់ហើយបានលក់ដាច់ដល់ថ្នាក់នេះទី3អ្វីដែលគាត់អាចទាញទឹកចិត្តរបស់គេបានបងប្អូនគឺអំពើល្អរបស់គាត់មិនខ្ញុំថាគាត់មានអំពើល្អមានអ្នករស់ស៊ីណាដែលចែករំលែករូបមន្តក្បួនឲ្យយើងមើល free ដូចគាត់មានតែគាត់ឯតាំងពីធ្វើស្អី passion cream មកគាត់ចេញមុនគេហើយគាត់អត់មានលាក់រូបមន្តលាក់ក្បួនគាត់បង្រៀនឲ្យគេធ្វើចេះទៀតគាត់ធ្វើឲ្យអ្នកខ្លះអត់មានមុខរបរលក់មិនដាច់លក់តាមគាត់ដាច់គាត់ធ្វើឲ្យទីផ្សារកាហ្វេដើរអ្នកលក់កាហ្វេភាគច្រើនគឺយករសជាតិតាមគាត់រៀនតាមគាត់ទោះបីជារសជាតិដើមមិនដូចគាត់តែធម្មតាអ្នកនៅខាងកន្លែងផ្សេងមិនអាចមកទិញគាត់បានអីអញ្ចឹងឆ្ងាយពេកត្រូវអ្នកក្បែរក៏ហាក់ផាយធ្វើបានដែរទៅសើគាត់ហើយហ្នឹងខ្ញុំទៅសើមែនបកកាយមែនតើគួរឲ្យទៅសើលើបងប្អូនមើលមកឈរតម្រង់ជួរបាក់ទឹកបាក់ដីអានេះថាដោយសារតែគាត់មានរង្វាន់ដូចជាខ្សែកពេជ្រអីតែខ្ញុំជឿថាខ្សែកពេជ្រជារឿងមួយឯងមានគេដាក់រង្វាន់លើសគាត់ទេដល់តែមួយទៀតគេចូលចិត្តគេស្រឡាញ់គេញ៉ាំអ្នកខ្លះគេអត់ខ្វល់រង្វាន់ទេគេចូលចិត្តអូខ្ញុំទៅសើមែនតើមិនធម្មតាគាត់មាន brand ឆាយច្រើនណាស់តែខ្ញុំតាមដានរហូតមានគេទិញ brand ឆាយគាត់ច្រើនមែនតើហើយគាត់អាយុតិចឯងអត់អាយុគាត់ច្រើនហើយគាត់ទៅតែផ្ទុះប្រហែលឆ្នាំចុងក្រោយនេះ2-3ឆ្នាំខ្ញុំអត់ចាំពេលដែលគាត់បើកលក់តាមបុកល្ហុងពីមុនគាត់លក់ដែររៀងស្ងាត់ទៅមួយសាក្រោយនេះដែលគាត់ចាប់ដើមលក់បុកល្ហុងបន្ទាប់មកគាត់លក់ passion cream លក់អីអូយទៅសើគាត់ណាខ្ញុំទៅសើគាត់ទៅសើការធ្វើទីផ្សាររបស់គាត់បងប្អូនយកគាត់ជាគំរូមនុស្សយើងឲ្យកុំខ្វល់រឿងសម័យកាលអីកុំខ្វល់រឿងកំពុងតែជួបវិបត្តិអីតែសំខាន់យើងអត់ព្រមដួលគឺយើងក៏មិនដួលដែរមានប្រហែលនេះដែលធ្វើបានសម័យកាលនេះមនុស្សម្នាក់ល្អថាស្ងាត់ល្អថាលក់មិនដាច់ផ្សារបិទគ្រប់កន្លែងតែគាត់បែរជាធ្វើឲ្យផ្ទុះក្រាក់មេក្រាក់ដីអូខ្ញុំចាប់អារម្មណ៍មែនតើផ្ទុះរឿងអីមិនស្មើខ្ញុំចាប់អារម្មណ៍រឿងគាត់ផ្ទុះមែនតើប្រហែលហើយរយៈចុងក្រោយនេះគាត់ធ្វើ promotion ចែកប្រអប់កាដូជាមួយនឹងពេជ្រហ្នឹងនិយាយពីថាមនុស្សមកពីណាពីណីទេមិនទៅសើមិនបានហើយឃើញមាន brand ឆាយមកចូលរួមសហការមួយគាត់បន្តការធ្វើទីផ្សារគាត់ខ្លាំងហើយអ្វីដែលខ្ញុំចង់បន្ថែមពីលើទៀតបងប្អូនចង់និយាយថាចេះបងប្អូនឃើញគាត់ហត់ទេចឹងមិនថាលក់ដាច់តម្រាំតែមនុស្សម្នាក់គ្នាជោគជ័យគ្នាហត់ណាស់អត់បានឌីបានពួនទេប្រឹងទាំងកម្លាំងកាយប្រឹងទាំងកម្លាំងចិត្តប្រឹងទាំងខួរក្បាលគិតធ្វើមិនឲ្យលក់ដាច់ហើយតស៊ូអាតំណតែមានថ្ងៃជោគជ័យកុំឲ្យឃើញគេថាអូដាច់កើបលុយបងប្អូនដូចមួយរយៈមុនផ្ទុះបាញ់ត្រាំផ្ទុះអីចេះតែខ្ញុំឃើញគេអ្នកខមមិនអីគេថាឲ្យគាត់ផ្ទុះកើបលុយអីអញ្ចឹងណាទោះបីជាគ្នាកើបលុយមែនតែតំណគ្នាបានកើបគ្នាធ្វើការណាគ្នាលក់ដូរណាដូរនឹងកម្លាំងដើម្បីយកលុយនឹងមកគេតស៊ូមិនអង្គុយសុកផ្ទុះកើបលុយបានទេមិនអង្គុយអត់ធ្វើអីកើបលុយបានទេអញ្ចឹងតំណតែបានជោគជ័យដល់ថ្ងៃនេះគឺហត់ណាស់ហើយបើមិនស៊ូទេក៏អត់មានដែរថ្ងៃនេះអញ្ចឹងអត់មានការជោគជ័យណាមកដោយងាយទេតែគ្រាន់តែក៏មិនមែនគ្រប់រាល់ការតស៊ូទាំងអស់มันប្រកាសថាជោគជ័យតែគ្រប់ការជោគជ័យទាំងអស់អត់មានរំលងការតស៊ូឡើយគ្មានអ្នកណាជោគជ័យដោយអត់មានបងញើសបងឈាមដោយអត់មានបងកម្លាំងកាយចិត្តឡើយគ្រប់អ្នកដែលគេជោគជ័យទាំងអស់សុទ្ធតែលះបង់អស់ហើយហត់នឿយអត់មានធ្វើលេងលំហើយមកជោគជ័យកម្រិតនេះអត់មានទេអញ្ចឹងគឺមានតែពេលខំបងប្អូនបើយើងមិនខំមានតែអត់ហ្នឹងឯងអរគុណច្រើនជម្រាបលាបងប្អូន